ការធ្វើមធ្យោបាយជាច្រើនដែលមានការជិះចាប់ហ្នឹងគេតែងតែដាក់នឹងស្ពឹកនៅនឹងកន្លែងចឹងបងប្អូនឃើញថាជាពិសេសការធ្វើនៅលើមុខឬក៏ធ្វើនៅលើការដេរបង្រួមហ្នឹងក៏ភាគច្រើនគេអាចដាក់ហាំស្ពឹកដែរដោយយើងមិនបាច់គេងទេហើយការដាក់ហាំស្ពឹកនេះវាអាចងាយស្រួលនៅពេលដែលយើងដាក់រយៈពេលដែលយើងដាក់ហ្នឹងគឺបានចន្លោះ2ម៉ោងដែរ1ម៉ោងទៅ2ម៉ោងដែរប្រសិនបើគេលាយប្រភេទថ្នាំមួយយ៉ាងទៀតគេហៅ epinephrine គេអាចពន្យាពេលនៃការឈឺហ្នឹងបានដល់ទៅ2ទៅ4ម៉ោងដែរកុំឲ្យឈឺអញ្ចឹងប្រភេទថ្នាំស្ពឹកបែបនេះគេច្រើនតែយកមកធ្វើការចាក់លើមុខពេលដែលយើងចង់ទាញសរសៃរបស់ពេលដែលយើងចង់វះកាត់តូចតាចណាមួយនៅលើរាងកាយយើងឬក៏ការវះកាត់ជាពិសេសក្នុងមធ្យោបាយកែសម្ផស្សហ្នឹងគេច្រើនប្រើថ្នាំស្ពឹកនៅកន្លែងគេអត់សូវដាក់គេលក់ឬក៏សន្លប់ពេកទេដោយសារតែគេអត់ចង់ឲ្យយើងហ្នឹងគេសម្រាប់នៅពេទ្យឬក៏ប្រើរយៈពេលយូរដោយសារថ្នាំស្ពឹកនៅកន្លែងយើងអាចធ្វើឲ្យយើងចេញទៅតែមិនបានតែបើសិនជាយើងចាក់ថ្នាំដល់ទៅស្ពឹកមកកណ្ដាលខ្លួនដល់ទៅសន្លប់ដល់ទៅអីគេត្រូវការអាចតាមដានដែរអញ្ចឹងអាចពិបាកក្នុងការចេញពីពេទ្យដែរអញ្ចឹងគេច្រើនគេប្រើស្ពឹកនៅកន្លែងទេហើយរយៈពេលដែលស្ពឹកហ្នឹងគឺបានចន្លោះ2ម៉ោងដែរ1ម៉ោងទៅ2ម៉ោងបើគេអត់លាយអីបើលាយអាចបានលើសពីហ្នឹងដែរហើយការដេរបង្រួមទៅលើប្រដាប់ភេទឬក៏ការកាត់ស្លាបផ្សេងៗហ្នឹងក៏គេអាចចាក់ថ្នាំស្ពឹកបានដែរអញ្ចឹងពេលដែលបងប្អូនចាក់ចូលហ្នឹងគឺមកចូលđểចាក់បាញ់ថ្នាំហ្នឹងគឺយើងមានអារម្មណ៍ថាឈឺតែពេលដែលថ្នាំហ្នឹងវាជ្រាបចូលទៅយើងឡើងដឹងឈឺហើយអញ្ចឹងបងប្អូនដឹងឈឺហ្នឹងគឺអានីតិដំបូងនៅពេលដែលគេចាក់ហ្នឹងឯងហើយបើកន្លែងដែលយើងធ្វើហ្នឹងវាគ្របដណ្ដប់បានគឺគេចាក់ថ្នាំស្ពឹកឯងប៉ុន្តែបើសិនជាធ្វើស៊ីជម្រៅខ្លាំងដល់ទៅធ្វើច្រើនកន្លែងអញ្ចឹងគេខ្លាចថាចាក់ថ្នាំស្ពឹកទៅយើងអត់ឲ្យទ្រាំទ្របានគេអាចជ្រើសយកមធ្យោបាយផ្សេងទៀតអញ្ចឹងអាស្រ័យទីតាំងដែលបងប្អូនធ្វើការវះកាត់តូចឬធំឬក៏យូរឬឆាប់ទេដែលគេអាចសម្រេចចិត្តថាត្រូវប្រើមធ្យោបាយស្ពឹកកម្រិតណាមួយ